ស្ដីអ្នកនរគ្នាវីដេអូមួយនេះខ្ញុំមានបទផ្សាយមួយទៀតហើយមកណែនាំពីអ្នកនរគ្នាដែលយើងអាចទាញយកនៅវីដេអូជា animation ឬក៏ជារូបភាព GIF បានវីដេអូនេះដែលបទផ្សាយនេះដែរមានភាពងាយស្រួលប្រើប្រាស់ហើយមាន template ដែលយើងអាចកែបានស្រាប់ហើយមាន animation ស្អាតៗច្រើនមែនទែនឧទាហរណ៍ដូចជា animation ដែលខ្ញុំកំពុងបើកនេះជាដើមបាទគឺវាយើង load មកដូច real time អញ្ចឹងហើយមានតែមួយនឹងទេមានច្រើនទៀតស្អាតមែនទែនដែល website របស់គេគឺយើងចូលមកដំបូងមកយើងចូលមកតាម link មួយនេះហើយគេមានជា product មាន customer មាន template ហើយមាន pricing តែ website នេះមិនមែន free ទាំងអស់ទេគឺមានសម្រាប់ budget ជា free ជាគិតលុយតាមនឹងហើយយើងប្រើ free ក៏បានដែរគាត់ថាខ្លះវាមាន limit អញ្ចឹងខ្ញុំនាំឲ្យមើល animation ខ្លះសិនត្រឹមនឹងយើងចូលមើលកន្លែង pricing របស់គេអញ្ចឹងគឺថា template របស់គេមានច្រើនមែនទែនហើយតោះហ្នឹងគឺតែអាចកែបានទាំងអស់អ្នកនរគ្នាចង់សេរី animation ចង់សេរី text ក៏បានដែរបាទអញ្ចឹងកុំឲ្យខាត់ពេលច្រើនយើងចុច login សិនមិនយើងអាចចូលប្រើប្រាស់បានអញ្ចឹងយើងចុច try for free ហ្នឹងមកសម្រាប់យើងអ្នកថ្មីអញ្ចឹងយើងដាក់ continue with Google ចង់មួយ Gmail ក៏បានដាក់ account អញ្ចឹងបន្ទាប់ពីយើងចូលបានមកហើយបាទ animation គេស្អាតមែនទែន website របស់គេ continue មកហើយអានេះយើងជំនាញអីគេយើងនឹងដាក់មួយណាក៏បានដែរខ្ញុំយកអានេះកន្លែងដាក់ email សម្រាប់invite គ្នាអញ្ចឹងណាតែយើងមិន invite ក៏បានដែរយើង skip មកវាអញ្ចឹងវា do you like to start អញ្ចឹងយើងចង់ចាប់ដើមពីណាយើងចង់ចូល Figma ចង់ចូលfile គម្រោងរបស់យើង file demo របស់យើងឬគឺចង់យើងទៅរក template របស់គេអញ្ចឹងយើងអត់ skip go to my file អីទេគឺយើងទៅរក template តែម្ដងភាសាយើងអត់តែមាន template របស់យើងទេបាទអញ្ចឹងនេះជា animation របស់គេមួយយើងអាចចូលមកហើយគេមានផ្សាយបារឲ្យមើលនៅខាងនេះអញ្ចឹងណាមើលមក animation សក់លយមែនតើយើងអាចយកទៅបន្ថែមក្នុងវីដេអូយើងបានសម្រាប់ការ design កាត់តរបស់យើងអញ្ចឹងមានតាំងពី community មានតាំងពី AI ទៀតនេះ animation ខ្ញុំរើសមិញអញ្ចឹងអ្នកនរគ្នាអាចចូល explore ចូលមើលខ្លួនឯងបន្ថែមទៀតបានអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យតា template មួយនេះទេបាទអញ្ចឹងជាក់ស្ដែងយើងមានជាការដូរ icon ដូររូបភាពដូរអីចឹងណាបាទជា notification មាន scene template គេស្រាប់ចឹងមកបាទហើយយើងអាចមកកែ text ដាក់ emoji ដាក់អីនេះគាត់តែកែបានអស់ទេតែទាំង animation អីបានទៀតហើយបន្ទាប់ពីកែហើយយើងអាច replay មើលសិនមកយើង replay ឃើញទាំងអស់ហើយយើងអាចចុច export ទៅនឹងបានហើយដោយសារយើងប្រើ free version អញ្ចឹងយើងអាចយកបានត្រឹមតែ48ឬក៏720បានទេតែខ្ញុំគិតថាទំហំប៉ុណ្ណឹងអាចស្រួលប្រើសម្រាប់វីដេអូឲ្យយើងហើយព្រោះកម្រិតប៉ុណ្ណឹងគឺច្បាស់ហើយដោយសារអានេះអីយើងមិនងាយដាក់ពេញមួយវីដេអូយ៉ាងទេពីចឹងយើងយកទៅដាក់ជាទូចចឹងណាបាទជួយអាចចុច download មកបានហើយដោយសារយើង sign up ផ្សេងនេះហើយអញ្ចឹងបន្តមកទៀតខ្ញុំសូមឲ្យទៅមើលជា pricing របស់គេសិនបាទនេះជាជម្រើស pricing របស់គេចឹងគេមាន free មាន unlimited draft បាទ draft unlimited តែ workspace បានតែ3 file ទេហើយវីដេអូ GIF ហើយនឹង limit កម្រិតភាពច្បាស់របស់យើងហើយនឹង limit AI គេដូចហើយគឺមានកម្រងបងលុយរបស់គេដែរអញ្ចឹងយើងអាចឆែកមើលតាមនឹងបានប៉ុន្តែ free យើងបានតែប៉ុណ្ណេះទេបាទព្រោះយើងចាប់បងលុយទៅភាគច្រើនគឺ everything ស្ទឹងតែ free ហើយប៉ុន្តែគាត់ថាកម្រិត pro គេដល់ 4K 120អី
វាអាចមានតាមតម្លៃរបស់គេអញ្ចឹងគេមានដល់ Enterprise ដែលយើងអាច custom បានតាមនឹងទៀតប៉ុន្តែតើយើង contact ទៅគេបាទអញ្ចឹងសម្រាប់ការណែនាំ website Shutter ឬវីដេអូរបស់ខ្ញុំគឺបញ្ចប់ត្រឹមនេះអរគុណអ្នកនរគ្នាដែលបានទស្សនាសង្ឃឹមថាអ្នកនរគ្នាអាចចូលប្រើសាកល្បងដោយខ្លួនឯងបានបាទអរគុណច្រើនជម្រាបលាបាយបាយ